តែអ្នកទាំងអស់គ្នាចាំបាននៅទីល្អឬក៏នៅទី A នៅទីអ្នកប្រឡងមកដប់ដែរនេះគឺជាលទ្ធផលបាក់ដប់របស់ខ្ញុំហើយតើខ្ញុំនឹងផលវិធីសាស្ត្រឬក៏តាក់ទិកបែបម៉េចហើយពេលដែលខ្ញុំប្រឡងបាក់ដប់ហ្នឹងគឺខ្ញុំទទួលបាននៅទី A ទៅលើមុខវិជ្ជាតាម9មុខវិជ្ជាហ្នឹងជំរាបសួរស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈឿនច័ន្ទស៊ីមួយគឺជាអតីតសិស្សនៅទី A ឆ្នាំ2024ហើយហ្នឹងគឺខ្ញុំនឹងប្រាប់ពីភាពខ្លះៗដែលខ្ញុំបានអនុវត្តនៅពេលដែលខ្ញុំត្រៀមប្រឡងបាក់ដប់ហ្នឹងព្រោះឯនៅក្នុងឆ្នាំហ្នឹងគឺ2025ហ្នឹងអ្នកដែលប្រឡងបាក់ដប់នៅក្នុងខែ8ឥឡូវខែ5អញ្ចឹងសល់3ខែទៀតទេអញ្ចឹងខ្ញុំប្រើធ្វើនៅវីដេអូនេះឡើងដើម្បីជាការដាក់ទឿនទៅដល់បងប្អូនដែលប្រឡងបាក់ដប់នៅឆ្នាំ2025ហ្នឹងវាគឺមាន3 tip ដែលខ្ញុំបានលើកមកជាក្នុងថ្ងៃនេះ tip ទី1ហ្នឹងគឺជាការមានគោលដៅច្បាស់លាស់ការមានគោលដៅច្បាស់លាស់វាគឺជារឿងមួយដ៏សំខាន់ពេលដែលយើងមាន set goal ឬក៏គោលដៅច្បាស់លាស់ហើយពួកយើងគឺខំប្រឹងហើយយើងដើរទៅមុខគឺវាមាននៅទិសដៅក្នុងការដើរទៅអញ្ចឹងឧទាហរណ៍ថាយើងពេលដែលយើងប្រឡងបាក់ដប់ហើយចង់បាននៅទី A ពេលយើងប្រឡងបាក់ដប់ហ្នឹងដូច្នេះយើង set goal ថាយើងគឺចង់បាន A ហើយចឹងយើងបិទតាមថាផ្លាក A ហ្នឹងនៅមុខយើងឬក៏នៅកន្លែងយើងរៀនហ្នឹងពួកឲ្យយើងហ្នឹងមានការខំប្រឹងក្នុងការរៀនការនេះទទួលបានយើងបានទី A ហ្នឹងគឺទទួលបានផលជាច្រើនមកដល់យើងដូច្នេះហើយទៅពេលដែលយើងឃើញទៅលើផ្នែកយើងបានបិទហ្នឹងធ្វើជាការដាស់តឿនសតិឲ្យយើងខិតខំប្រឹងរៀនហើយនឹងខំទៅលើវាឲ្យខ្លាំងអត់មាននៅការខ្ជិលច្រអូសអីកាត់ឡើងទេទី2គឺជាការរៀបចំកោភាពនៅក្នុងការរៀនដូច្នេះហើយនៅពេលដែលយើងរៀនប្រឡងបាក់ដប់ហ្នឹងយើងត្រូវតែរៀបចំ schedule time ក្នុងការរៀនឲ្យបានច្បាស់លាស់ថានៅពេលណាដែលយើងរៀនអីចឹងទៅធ្វើឲ្យយើងនឹងក៏មាននៅគោលដៅក្នុងការរៀនថ្ងៃទៅថ្ងៃហ្នឹងក៏ឲ្យយើងភ្លេចមុខវិជ្ជាណាមួយវិញខ្ញុំគឺមានបែងចែកជា3គឺវាមានការរៀនរត់រៀនគួរហើយនឹងរៀនដោយខ្លួនឯងដូច្នេះ3ជំហានហ្នឹងយើងត្រូវតែអនុវត្តតាមវាបានល្អយើងរៀបចំនៅក្នុងกระดาษមួយហ្នឹងទៅព្រោះការភាពហ្នឹងយើងបានចេញជា2សប្តាហ៍ហើយហូបពេលពេលយើងប្រឡងហ្នឹងគឺវាមាន7មុខវិជ្ជាដូច្នេះហើយយើងមិនអាចដាក់មួយថ្ងៃក៏មួយសប្តាហ៍ហ្នឹងទាំង7មុខវិជ្ជាបានទេអញ្ចឹងយើងបានចែកវាចេញជា4នៅក្នុងមួយថ្ងៃក្នុងសប្តាហ៍អាពេលសប្តាហ៍ទៀតគឺ3ដូច្នេះបើយើងបានចែកប៉ុណ្្នឹងទៅធ្វើឲ្យយើងនឹងមាន motivate ក្នុងការរៀនវា focus ទៅលើការរៀនបានល្អដូចជាយើងនៅក្នុងសប្តាហ៍មាន4វិជ្ជាគណិតគីមីជីវៈរូបអីចឹងទៅធ្វើឲ្យយើង focus ទៅលើការរៀនហ្នឹងបានល្អហើយធ្វើឲ្យយើងឆាប់ចាំឆាប់ចេះហើយឆាប់ទៅលើមុខវិជ្ជាហ្នឹងធ្វើឲ្យយើងមានភាពជោគជ័យនៅក្នុងការរៀនហ្នឹងផងដែរទី3គឺជាការអនុវត្តរាប់ពីយើងមាននៅ cycle បានច្បាស់មានគោលដៅមាននៅការរៀបចំកាលវិភាគក្នុងការរៀនហើយយើងត្រូវមាននៅការអនុវត្តនេះគឺសំខាន់ជាងគេដល់ពេលដែលយើងមាននៅកាលវិភាគអស់លេងឆាញ់ហើយយើងត្រូវការមាននៅការអនុវត្តតាមកាលវិភាគឲ្យបានទៀងទាត់ហើយជាប់លាប់ទៅលើវាអត់មានខានថ្ងៃណាមួយទេហើយការអនុវត្តហ្នឹងគឺយើងអាចទៅពីផងដែរមាននៅការទិញមេរៀនហើយនឹងការអនុវត្តលំហាត់ការទិញមេរៀនហ្នឹងនៅពេលខ្លះគេអាចទិញពេលយប់ក៏បានទិញនៅពេលផឹកក៏បានតែសម្រាប់ខ្ញុំគឺខ្ញុំទិញពេលផឹកទិញពេលផឹកហ្នឹងវាអាចបញ្ចូលជាអញ្ចឹងណាഅപ്പോൾការអនុវត្តលំហាត់វិញគឺយើងត្រូវតែអនុវត្តលំហាត់ជាប្រចាំហើយណាក៏បាន5ទៅ6ម៉ោងនៅក្នុងមួយថ្ងៃយើងអនុវត្តទៅលំហាត់ផ្សេងដែលយើងបានរៀនពីសាលាមកពេលផឹកឬក៏ពេលរៀនទៅឬក៏ research ផ្សេងក្នុង YouTube ឬក៏ជំនាញផ្សេងទៅហើយពេលដែលយើងអនុវត្តវាហើយយើងត្រូវចងចាំថាជាទូថាលំហាត់ហ្នឹងមិនថាតូចឬក៏ធំហើយយើងត្រូវតែអនុវត្តវាជាប្រចាំដើម្បីធ្វើយើងស្ទាត់ដៃយើងមានត្រូវការមើលងាយលំហាត់ទេលំហាត់ណាក៏ដោយដែលយើងចេះហើយទៅយើងត្រូវការអនុវត្តធ្វើវាឡើងវិញឲ្យចេះចាំស្ទាត់ជាមួយនឹងដៃរបស់យើងណាឲ្យមើលទៅឃើញជាចម្លើយមកយើងមិនអាចមើលងាយលំហាត់ទេថាលំហាត់ហ្នឹងគឺយើងធ្វើហើយយើងចេះហើយចំណាគឺយើងត្រូវការធ្វើវាដែរវាគឺជាឈាមគោលដៅមួយធ្វើឲ្យយើងភាពជោគជ័យនៅពេលដែលយើងប្រឡងបាក់ដប់ហ្នឹងចំពោះវីដេអូមួយហ្នឹងខ្ញុំមានតែ3 tip ហ្នឹងទេទុកជាការអនុវត្តឬក៏ទុកជាការដាស់តឿនដល់បងប្អូនក្នុងបេក្ខជនជាបាក់ដប់2025ហ្នឹងឲ្យខិតខំឬក៏អនុវត្តតាម3 step ហ្នឹងទៅទទួលបានភាពជោគជ័យនៅពេលដែលប្រឡងបាក់ដប់ជាមិនខាន